ជំរាបសួរលោកគ្រូពួកយើងមកពីក្រុមទី12ដែលមានខ្ញុំគឹមណាតហើយនិងបញ្ញាដែលថ្ងៃនេះយើងនឹងធ្វើការលើកយក topic មួយមក present គឺ headphone with active noise cancellation ចឹងអីទៅជា active noise cancellation ហើយហេតុអីបានជាកើតមាន active noise cancellation ដែលយើងមើលឃើញថាមនុស្សភាគច្រើនទទួលរងឥទ្ធិពលពីសំឡេងរំខាននៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនរបស់ពួកគេហើយសំឡេងរំខានទាំងនោះធ្វើឲ្យប៉ះពាល់ទៅដល់ការផ្ដោតអារម្មណ៍ការគេងក៏ដូចជាសុខភាពរបស់មនុស្សទាំងនោះហើយក្រៅពីនោះយើងមើលឃើញថាមនុស្សភាគច្រើនប្រើប្រាស់ headphone ក៏ដូចជាកាសផ្សេងៗដើម្បីជាជំនួយជួយទៅដល់ការកាត់បន្ថយនិងលុបបំបាត់នៅសំឡេងរំខានទាំងនោះដោយមើលឃើញបែបហ្នឹងទើប engineer develop នៅ technology មួយដែលមានឈ្មោះថា active noise cancellation ដើម្បីទៅកាត់បន្ថយនៅសំឡេងរំខានទាំងនោះហើយសំឡេងរំខានទាំងនោះច្បាស់ណាស់វាផ្ដល់នូវផលប៉ះពាល់ជាច្រើនទៅដល់មនុស្សគ្រប់គ្នាហើយវាក៏បន្សល់ទុកនៅបញ្ហាសុខភាពទៅដល់មនុស្សទាំងនោះផងដែរដែលជាធ្វើឲ្យគេបាត់បង់នៅការបញ្ហាបាត់បង់នៅការស្ដាប់បាត់បង់នៅការផ្ដោតអារម្មណ៍ហើយរំខានដល់ដំណេករបស់ពួកគេហើយលើសពីនោះទៅទៀតក៏អាចបន្សល់ទុកនៅជំងឺសរសៃឈាមផងដែរដែលយើងមើលឃើញពីបញ្ហាទាំងនោះហើយទៅក្រុមរបស់ពួកយើងលើកឡើងនៅ topic នេះហើយយើងនឹងធ្វើការ present ដោយបញ្យល់បន្ថែមទៅលើ basic concept នៃ active noise cancellation ក៏ដូចជា system operator របស់វានិង main component របស់វាផងដែរហើយបន្ថែមពីហ្នឹងយើងក៏នឹងបញ្យល់ថាតើ DSP នៅក្នុង ANC process ហ្នឹងវាធ្វើបែបម៉េចដើម្បីបង្កើតនៅ anti noise ដើម្បីយកទៅកាត់បន្ថយនៅសំឡេងរំខានទាំងនោះហើយនេះគឺជា component ក៏ដូចជា operation របស់ ANC អញ្ចឹងទីមួយយើងនឹងនិយាយពី main component របស់ ANC សិនអញ្ចឹងនៅក្នុង ANC នេះវាមាន main component ចំនួន3គឺ feed forward microphone ដែលវាស្ថិតនៅខាងក្រៅ air cap ហើយ feedback microphone ដែលវាស្ថិតនៅខាងក្នុង air cap ហើយ component សំខាន់មួយទៀតគឺ ANC chipset ដែលវាផ្ទុកនៅ DSP process ចឹងថាតើ component ទាំងអស់ហ្នឹងវាទំនាក់ទំនងគ្នានឹងដំណើរការយ៉ាងដូចម្ដេចចំពោះ ANC process នៅក្នុង headphone នេះវាទីមួយវានឹងចាប់ផ្ដើមដំណើរការចេញពី feedback microphone ឬក៏នៅក្នុងរូបភាពដែលនៅក្នុង slide របស់យើងគឺវាដាក់ថា reference microphone ដែល reference microphone នេះវានឹងចាប់យកសំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅនៅពេលដែលវាចាប់យកសំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅហ្នឹង signal ហ្នឹងវាស្ថិតនៅក្នុងទម្រង់ជា analog នៅពេលដែលវាចាប់យកមកហើយវានឹងធ្វើការបំលែងពី analog ទៅកាន់ digital ដែលយើងហៅថា ADC បន្ទាប់ពីវា convert ទៅជា digital ហើយវានឹងបញ្ជូនទៅកាន់ DSP ដែល DSP នឹងធ្វើការ analyze ឲ្យរកឃើញពី frequency amplitude ក៏ដូចជា path របស់ external noise ហ្នឹងនៅពេលដែល DSP ធ្វើការ analyze ហើយវាក៏បង្កើតនៅ anti noise ថ្មីមួយដែល anti noise ហ្នឹងវាមានទម្រង់ដូចទៅនឹង external noise ដែរប៉ុន្តែវាខុសគ្នាត្រង់ថាវាមាន path ផ្ទុយគ្នាបន្ទាប់ពីវាបង្កើតនៅ anti noise ហើយanti noise ហ្នឹងវាស្ថិតនៅក្នុងទម្រង់ជា digital នៅពេលដែលបង្កើត DSP បង្កើតជា digital anti noise ហើយវានឹងធ្វើការ convert ពី digital anti noise ហ្នឹងទៅជា analog វិញនៅពេលដែលវា convert ពី digital ទៅ analog ហើយវាបង្កើតបានជា analog anti noise ថ្មីហើយបញ្ជូនទៅកាន់ louder speaker ដែល louder speaker ហ្នឹងវាមានតួនាទីជាអ្នកបញ្ជូន output មានន័យថាវាបញ្ជូននៅសំឡេងនៅ signal anti noise ហ្នឹងជាមួយនឹងសំឡេង music ឬសំឡេងចម្រៀងដែលយើងបានចាក់នៅក្នុងកាសហ្នឹងអញ្ចឹងនៅពេលដែល louder speaker វាបញ្ចេញនៅសំឡេង anti noise ដែលយើងបង្កើតមកហ្នឹងរួមជាមួយនឹង music ចេញទៅវានឹងទៅជួបជាមួយនឹង external noise ដែលយើងស្ដាប់ឮពីមជ្ឈដ្ឋានខាងក្រៅនៅពេលដែល external noise នឹងជួបជាមួយនឹង anti noise ដែលយើងបង្កើតឡើងហ្នឹងវាធ្វើឲ្យវាកើតមាននៅការ cancelling គ្នាន័យថានៅពេលហ្នឹងexternal noise ហ្នឹងវាចាប់ផ្ដើមធ្វើការ cancelling គ្នាហើយលុបបំបាត់អស់ហើយនៅសល់តែសំឡេងចម្រៀងដែលយើងបានចាក់អញ្ចឹងនៅពេលដែលនៅសល់តែសំឡេងចម្រៀងតួនាទីបន្ទាប់គឺ error microphone ឬយើងហៅថា feedback microphone ហ្នឹងវាចាប់ផ្ដើមធ្វើការចាប់យកសំឡេង music ដែលបន្ទាប់ពីយើងធ្វើការ cancelling គ្នាហ្នឹងហើយដើម្បី make sure ថាតើ signal ឬក៏សំឡេងចម្រៀងដែលចេញមកហ្នឹងវានៅមានសំឡេងរំខានទៀតអត់ប្រសិនបើវានៅមានសំឡេងរំខានទៀតវានឹងបញ្ជូនទៅកាន់វានឹង convert ពី analog ទៅកាន់ digital វិញហើយវានឹងបញ្ជូនទៅកាន់ DSP ធ្វើការ analyze ហើយបង្កើត anti noise ថ្មីមួយឲ្យដោយតម្រូវទៅតាម
សំឡេងរំខាននោះហើយបន្ទាប់ពី DSP ប្រកាន់ anti noise ថ្មីហើយវាក៏ convert ម្ដងទៀតពី digital ទៅកាន់ analog វិញហើយបញ្ជូនទៅកាន់ speaker ក៏បញ្ចេញនៅ anti noise ថ្មីជាមួយនឹងសំឡេងចម្រៀងទៅជួបជាមួយនឹង external noise ហ្នឹងនៅពេលដែលវាជួបគ្នាវាក៏ cancelling គ្នាម្ដងទៀតអញ្ចឹងនៅក្នុងនោះវាបង្កើតបានទៅជា loop មួយដែលវាធ្វើសកម្មភាពហ្នឹងម្ដងហើយម្ដងទៀតដោយផ្លាស់ប្ដូរទៅតាមការប្រែប្រួលនៃសំឡេងរំខានក្នុងមជ្ឈដ្ឋានខាងក្រៅរបស់យើងហើយនៅក្នុង system ហើយនៅក្នុង ANC នេះផងដែរ ANC system ហ្នឹងវាមានវា effect ឬក៏វាមានហើយនៅក្នុង ANC system ហ្នឹងគឺវាមានបញ្ហាមួយគឺវាមានប្រសិទ្ធភាពខ្ពស់តែនៅក្នុងលក្ខខណ្ឌដែលសំឡេងរំខានហ្នឹងវាស្ថិតនៅក្នុង frequency ទាបមូលហេតុគឺដោយសារតែ frequency ទាបវាមានប្រវែងរលកវែងហើយ signal ហ្នឹងវាមានការផ្លាស់ប្ដូរយឺតដែលទម្រង់របស់វាដែលធ្វើឲ្យទម្រង់របស់វាងាយស្រួលក្នុងការ analyze ដែលធ្វើឲ្យ DSP ហ្នឹង analyze បានល្អហើយបង្កើតនៅ anti noise ថ្មី anti noise ហ្នឹងឲ្យសមស្របទៅតាម external noise ដែលធ្វើឲ្យវា cancelling គ្នាយ៉ាងមានប្រសិទ្ធភាពហើយចំណុចបន្ទាប់បញ្ញានឹងធ្វើការបញ្យល់បន្ថែមអំពី algorithm មួយចំនួននៅក្នុង ANC អូខេជាដំបូងសូមគោរពដល់លោកគ្រូនិងមិត្តភ័ក្តិនៅក្នុងថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះនៅសុខបញ្ញាដែលមកពីក្រុមទី12ដែលនិយាយពីប្រធានបទ DSP នៅក្នុង ANC អញ្ចឹងការពីដំបូងហ្នឹងគីមណាតគាត់បាននិយាយពីចំណុចបន្ទាប់នៅក្នុង ANC ហើយអញ្ចឹងខ្ញុំជាអ្នកនិយាយចំណុចបន្ទាប់នៅក្នុងpart ANC ហ្នឹងអញ្ចឹងចំណុចដែលខ្ញុំនិយាយនៅក្នុង part ANC ហ្នឹងគឺ primary ហើយនិង secondary path អញ្ចឹងនៅក្នុង ANC គឺថាបើយើងចាំបាច់ត្រូវដឹងថាវាមាន primary ហើយនិង secondary path អញ្ចឹងយើងដើម្បីច្បាស់ថាបើយើងត្រូវប្រកាសថាយើងត្រូវការ primary ហើយនិង secondary path យើងត្រូវស្វែងយល់ពីអត្ថន័យ primary និង secondary path នៅក្នុង ANC application ថាតើទាំងពីរហ្នឹងវាខុសគ្នាមិនអញ្ចឹងជាដំបូងគឺ primary path គឺជាផ្លូវមួយដែលសំឡេងរំខានហ្នឹងធ្វើដំណើរពីបរិយាដ្ឋានខាងក្រៅហ្នឹងចូលមកក្នុងវិទ្យាយើងដោយផ្ទាល់អាហ្នឹងគេហៅ primary path ហើយនឹង secondary path គឺជាផ្លូវដែល electronic របស់យើងហ្នឹងបង្កាត់សំឡេងបំបត្តិដែលគេហៅថា anti noise ហ្នឹងដើម្បីទប់ទល់ជាមួយសំឡេងរំខានខាងក្រៅដែលគោលដៅគឺដើម្បីធ្វើឲ្យ timing រវាង noise ហើយនិង anti noise ហ្នឹងវា symmetry គ្នាគឺឲ្យវាត្រួតស៊ីគ្នាហ្មងដើម្បីnoise ហើយនិង anti noise ហ្នឹងបំបត្តិគ្នាដាច់សាច់ហ្មងអញ្ចឹងដើម្បីបំបត្តិ anti noise ដើម្បីដាច់សាច់ហ្នឹងគឺយើងត្រូវតែធ្វើឲ្យ secondary path ហើយនិង primary path ហ្នឹងវា symmetry គ្នាអញ្ចឹងថៃបានធ្វើការឲ្យវា symmetry គ្នាដោយសារយើងសម័យមើលបើយើងពាក់កាសនៅក្នុងត្រចៀកហើយមានសលេងរំខានចេញពីក្រៅចូលមកក្នុងត្រចៀកអញ្ចឹងន័យថាម៉េចបានន័យថាយើងត្រូវក្នុងកាសហ្នឹងមានត្រូវមាន DSP មួយដើម្បីកណនាចំនួនរលកដែលចេញពីខាងក្រៅហ្នឹងចូលមកក្នុងត្រចៀកយើងដើម្បីឲ្យ DSP ហ្នឹងបង្កើតនៅ anti noise អញ្ចឹងដើម្បីឲ្យ anti noise ហ្នឹងបំបត្តិ noise ហ្នឹងបានជាក់លាក់គឺយើងត្រូវធ្វើឲ្យយ៉ាងម៉េចដែល frequency ដែល DSP កណនាហើយហ្នឹងវាបានមុនទៅនឹង frequency ដែលចូលមកក្នុងត្រចៀកយើងដូចយើងដឹងហើយថានៅពេលដែលយើងពាក់កាសគឺវាមានសលេងខាងក្រៅហ្នឹងចូលមកក្នុងត្រចៀកយើងខ្លះហើយវាមិននៅពេលដែលយើងពាក់កាសហើយធ្វើឲ្យអាសលេងខាងក្រៅហ្នឹងបាត់សោះហ្មងឯងអញ្ចឹងបានគេកាត់ primary ហើយនិង secondary path មកគឺក្នុងគោលបំណងដើម្បីឲ្យ anti noise ហើយនិង noise ហ្នឹង work perfectly ជាមួយនឹង time align ខ្ញុំឧទាហរណ៍មួយទៀតនៅក្នុងហ្នឹងឧទាហរណ៍ថាកាសរបស់យើងហ្នឹងវាឮសលេងខាងក្រៅហ្នឹងរលកខាងក្រៅហ្នឹងតបមកវាបញ្ជូនចូលទៅក្នុង microphone នៅខាងក្រៅតបមកវាបំបែកពី analog ទៅ digital signal តបមកធ្វើអា digital signal ហ្នឹងវា process នៅក្នុង DSP chip តបមកអា DSP chip ហ្នឹងវា process ហើយវាត្រូវបញ្ជូនបន្តទៅ speaker ក៏ប៉ុន្តែឧទាហរណ៍ថានៅពេលដែលក្នុង watt ដែល DSP ហ្នឹង calculate frequency anti noise ហ្នឹងចប់ហើយវាមានរយៈពេល10 millisecond ក៏ប៉ុន្តែនៅពេលដែលរលកខាងក្រៅចូលមកជ្រាបចាំអាកន្លែងកាសរបស់យើងហ្នឹងវាមានរយៈពេល15 millisecond អញ្ចឹងន័យថាម៉េចបានន័យថា10 millisecond ហើយនឹង15 millisecond នៅពេលដែលយើងដាក់រលកត្រួតចូលគ្នាទៅធ្វើឲ្យរលកហ្នឹងវាអត់មាន asymmetry គ្នាអញ្ចឹងន័យថាធ្វើឲ្យ anti noise ហ្នឹងឮផ្សេង noise ហ្នឹងឮផ្សេងអញ្ចឹងបានន័យថាវាអាច cancel គ្នាចោលបានទេ
ចឹងនៅក្នុង primary secondary path ហ្នឹងគឺធ្វើម៉េចដើម្បីឲ្យអា signal ដែល DSP បញ្ចេញហ្នឹងហើយនឹង signal ដែលពីខាងក្រៅហ្នឹងធ្វើឲ្យវាមានបញ្ចេញម្ដងស្មើគ្នាក្នុងរយៈពេលដូចគ្នាចឹងចូល slide បន្ទាប់គឺយើងនិយាយអំពី FIR filter ចឹង FIR filter គឺជា algorithm មួយដែលគេប្រើប្រាស់ដើម្បីបំបត្តិសំឡេងដោយមានភាពជឿជាក់ចឹងដើម្បីមានភាពជឿជាក់មិនដែលគេវាគឺជា anti noise generator ដែលវាមាន3ដំណាក់កាលគឺដំណាក់កាលទី1គឺ memory ហ្នឹងគឺជាទុករាល់គំរូសំឡេងចាស់ដែលវាកណនាហើយចំនួន100មីក្រូវិនាទីអញ្ចឹងមានន័យថានៅពេលដែលDSP processor ហ្នឹងវាកណនាប្រឡប់នៅចេញមកពីខាងក្រៅហើយអារលកដែលវាកណនាហើយហ្នឹងវាទុកនៅក្នុង memory របស់វាចំនួន100មីក្រូ second ទៀតដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយនឹងរលកដែលវាបាន generate ថ្មីហ្នឹងអញ្ចឹងទី2គឺ the knob ឬមួយក៏គេហៅថា weight អញ្ចឹងវាគឺជាគំរូដែលរក្សាទុកទៅនឹងមេគុណរបស់វាដូចជាមិញយើងនិយាយថាវារក្សាទុក memory ហ្នឹងអញ្ចឹងអាទី2ហ្នឹងវាគឺជា knob ដែលវារក្សាទុកនៅស្វ័យគុណម្ដងអាទី1ហ្នឹងវាអា memory ហ្នឹងវារក្សាទុកនៅគំរូសំឡេងប៉ុន្តែអា knob ហ្នឹងវារក្សាទុកនៅគំរូមេគុណដើម្បីទៅកណនាជាមួយនឹងalgorithm មួយទៀតដែលយើងនិយាយនៅខាងក្រោយតមកទី3គឺជា summation គឺការបូកបិទលទ្ធផលបញ្ចូលគ្នារវាង anti noise ហើយនិង noise ដែលចេញតាមរយៈ speaker ទៅក្នុងត្រចៀកយើងហ្នឹងអញ្ចឹងសរុបជារួមវិញ FIR filter គឺជា digital structure មួយដែល generate anti noise ដែលក្នុងហ្នឹងមាន memory ដែល knob បន្ទាប់មកយើងចូល slide បន្ទាប់គឺLMS algorithm គឺ LMS algorithm ហ្នឹងគឺជា algorithm មួយដែលបំផ្លាញដែលបង្កើត anti noise ហ្នឹងមកឡើងអញ្ចឹងដោយសារយើងដឹងហើយថា signal នៅជុំវិញខ្លួនយើងគឺវាប្រែប្រួលរហូតហ្មងវាមិនមែនជាក់លាក់រហូតដោយសារឲ្យតែជាសំឡេងគឺវាបង្កើតបានតែជា signal អញ្ចឹងសំឡេងអ្វីក៏ដោយឲ្យតែមានសំឡេងគឺវាបង្កើតតែជា signal រហូតបើយើងសម័យទៅដើរនៅក្នុងទីក្រុងសំឡេងវាមាន100សំឡេង1000សំឡេងដែលយើងគោលក្បាលយើង filter ចេញដែលស្ដាប់ឮសំឡេងដែលវាឮខ្លាំងឬមួយក៏ដែលយើងអាច notice បានទេអញ្ចឹង algorithm LMS algorithm ហ្នឹងគឺជា algorithm មួយដែលវាកំណត់ទៅលើ residual noise ដែលតម្រូវឲ្យវាហ្នឹងមកដល់0អញ្ចឹងដំណើរការរបស់វាគឺពិនិត្យទៅលើ microphone error microphone ដែលមាននៅក្នុងត្រចៀកយើងដូចដែល slide ដែលគេណាត់និយាយហ្នឹងគឺគេមាន microphone 2គឺ microphone នៅខាងក្រៅហើយនិង microphone នៅខាងក្នុងតែតួនាទី microphone នៅខាងក្នុងហ្នឹងដែល algorithm LMS algorithm យកមកសិក្សាហ្នឹងគឺនៅពេលដែល DSP វា generate anti noise ហើយនិង noise បូកបញ្ចូលគ្នាហើយនៅពេលដែលសំឡេងបញ្ចេញទៅ speaker គឺspeaker error microphone នៅខាងក្នុងហ្នឹងវាយកអាសំឡេងហ្នឹងមកដាក់ឡើងវិញថានៅពេលដែល anti noise ហើយនិង noise វាបូកបញ្ចូលគ្នាហើយថាវាហ្នឹងនៅសល់ noise ប៉ុន្មានដែល DSP chip ប្រើ LMS algorithm ហ្នឹងដើម្បីកាត់ចេញនៅអា noise ហ្នឹងឲ្យអស់ចាំន័យថាបានន័យថា LMS algorithm ហ្នឹងគឺវា learn ពី pattern រហូតគឺវាមិនជា pattern មួយដែលវានៅស្ងៀមឯគឺជា algorithm មួយដែលវា learn ពីមជ្ឈដ្ឋានជុំវិញខ្លួនវាហើយនឹងសម្រាប់ខ្លួនទៅមជ្ឈដ្ឋានជុំវិញខ្លួនវាទី2គឺកែតម្រូវនៅ mathematics គឺដោយវាដឹងថា anti noise គឺបង្កើតមុនហ្នឹងមានកម្រិតលំអៀងអញ្ចឹងវាធ្វើគណិតវិទ្យាដើម្បីកណនាដើម្បីឲ្យវាមាននឹងបច្ចុប្បន្នភាពអញ្ចឹងFIR filter ហើយនឹង LMS algorithm ហ្នឹងគឺធ្វើការរួមគ្នានៅក្នុង DSP chip ដើម្បីបង្កើតនៅ anti noise ដែលមានប្រសិទ្ធភាពអញ្ចឹងបន្ទាប់មក slide បន្ទាប់គឺជាflow chart គឺក្នុង diagram ហ្នឹងគឺនិយាយពីពេលតាំងពីដើមរហូតដល់ចប់នៃ process របស់ DSP នៅក្នុង ANC application ហ្នឹងអញ្ចឹងបន្ទាប់មុនដំបូងគឺ microphone នៅខាងក្រៅកាសរបស់យើងហ្នឹងចាប់នៅរលកសំឡេងដែលរលកសំឡេងហ្នឹងវាបានផ្លាញទៅជារលកសំឡេងទៅជា digital signal
តមក digital signal ហ្នឹងបំលែងធ្វើការ process នៅក្នុងDSP chip ដែលក្នុង DSP chip ហ្នឹងវាមាន FIR filter secondary path ហើយនិង LMS algorithm បន្ទាប់ពី DSP chip ហ្នឹងវាធ្វើការកណនា anti noise ហើយក៏វាបញ្ជូនទៅក្នុងspeaker ដែលយើងស្ដាប់សំឡេងហ្នឹងក៏បន្ទាប់មកមាន microphone នៅខាងក្នុងនឹងមួយទៀតនៅក្នុងក្បែរ speaker យើងហ្នឹងចាំស្ដាប់ផ្ទៀងនៅសំឡេងដែល speaker នឹងបញ្ចេញថានៅពេលដែលសំឡេងដែលវាបញ្ចេញហ្នឹងថាវាហ្នឹងបំបត្តិ noise ហ្នឹងបានប្រមាណ%បន្ទាប់មកវាយក pattern ហ្នឹងទៅ learn រហូតហើយវាក៏ប្រែក្លាយអា anti noise ហើយនឹង noise ហ្នឹងទៅជា timing ត្រូវគ្នាអញ្ចឹងបានន័យថា flow chart ហ្នឹងវា repeat រហូតពីដើមដល់ចប់ហើយនឹង repeat ពីដើមដល់ចប់វិញបន្ទាប់មក demo យើងចាំខ្ញុំកាត់ចូលដាក់នៅក្នុងខាងក្រោយវីដេអូតមក conclusion គឺDSP គឺជា ANC គឺជាបច្ចេកវិទ្យាមួយដែលមាននៅក្នុងកាសដែលមានតម្លៃថ្លៃដោយសារការប្រើប្រាស់បច្ចេកវិទ្យានេះគឺតម្រូវឲ្យមានការ engineering ខ្ពស់ដោយសារ block ត្រូវតែមានភាព symmetry គ្នាខ្លាំងដើម្បីធ្វើឲ្យបំបត្តិសំឡេងនៅខាងក្រៅយើងបាន Look at this stressed out guy sitting on the airplane with standard headphones trying to relax. But he can't because the airplane is too noisy. His friend is using headphones with active noise cancellation. He doesn't hear the airplane background noise at all and enjoys a peaceful flight. It's human nature to pay attention to audio signals. Environmental noise, however, can induce stress if you want to focus on the content you're listening to. People tend to increase the volume in order to drown out unwanted noise. But over extended periods, this can cause stress and exhaustion. In some cases, hearing can be seriously harmed, an effect called noise-induced hearing loss. AMS's active noise cancellation reduces unwanted noise from the ambience, while improving the listening experience of mobile communications and multimedia applications. Noise cancellation even enables hassle-free communication on mobile phones. ANC protects your hearing in noisy environments. It improves comprehension during phone conversations and increases comfort while listening to your favorite music. In short, ANC helps to significantly reduce noise-induced stress and enhance the listening experience in everyday life. But what is ANC and how does it work? ANC removes unwanted sound while preserving the original audio signal. It's usually built directly into the headphones. A microphone picks up the ambient noise and transmits it to the ANC processor. There, an identical 180-degree inverted waveform is generated and sent back to the headphone speaker. The result is that the ambient noise wave and the newly created waveform cancel each other out. Because ANC filters are designed to operate mainly at the low frequencies, you won't miss important acoustic signals like an ambulance passing by. In monitor mode, the ANC solution can amplify the surroundings, making it easier to hear people, so a waitress can still be heard in a crowded coffee shop. Can I take your order? In addition to all of the functional qualities, AMS's ANC offers much more. A monolithic design that has the smallest footprint on the market. ANC solutions are highly cost-effective and consume the lowest amount of power of any other equivalent solution. AMS's active noise cancelling has no latency and has absolutely no influence on listening satisfaction. Last but not least, ANC includes a unique bypass function that guarantees to let audio signals through even when the battery power has already run out. AMS strives to improve the user's listening experience, leading innovation in active noise cancelling solutions. With our broad portfolio and user-friendly